ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាមកជួបជាមួយយើងខ្ញុំត្រកកសិករខ្មែរទៀតហើយចាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបនៃការមើលថែចំការសាវម៉ាវចានៅដំណាក់កាលក្តឹបឬក៏ដំណាក់កាលដែលបានមួយខែជាងចាតោះកុំឲ្យខាតពេលឥឡូវយើងចូលទៅមើលទាំងអស់គ្នាបងសាវម៉ាវល្អមែនតើវគ្គនេះអាយុប៉ុន្មានបងអានេះគឺវាបែកការមកដល់ឥឡូវអាយុចូលមួយខែជាងដែរនេះចាអញ្ចឹងកំឡុងពេលនេះយើងត្រូវមើលថែមិនខ្លះបងអានេះកំឡុងពេលនេះទី1មើលទឹកចាហ្នឹងហើយមើលទឹកឲ្យចំណីឲ្យសាងកបកវាចាហ្នឹងណាសាងកបកព្រោះនេះវាចាប់ផ្ដើមមានរូបរាងជាក្តាប់ហើយបានវាចាប់ផ្ដើមសាងកបកចាសាងកបកយើងប្រើពពួកដូចជីក្រោមអាសូតមុខពោះទៅចាហើយអាលើនេះក៏អាសូតមុខពោះដែរបូកមួយកាល់ស្យូមចាហើយនឹងបូរ៉ន់ចាហ្នឹងដើម្បីជួយវាសាងគ្រាប់ទៀតចានេះហ៎មើលអ្វីហៅសាវម៉ាវហើយចេះចំពោះសត្វល្អិតអីទូទៅយើងត្រូវមើលថែមិនវិញចៃហើយនឹងកៅតិចតួចចាអាចការពារវាទៅអូហើយមួយទៀតវាមានប្រភេទក្រាចាក្រាសក្រាប្រភេទហ្នឹងចាលើចូលលើទឹកចាយើងគួរតែបាញ់ប្រភេទថ្នាំក្រាពួកហេកសាកូណូសូលកាបេនដាស៊ីមអីចឹងណាយើងបាញ់ទប់ស្កាត់មុនហ្នឹងហើយចាហើយឬក៏ពួកcopper hydroxide តែយើងបាញ់ពេលត្រជាក់ពេលល្ងាចបាញ់ការពារពពុះក្រាចាហ្នឹងហើយអរគុណច្រើនបងសម្រាប់ការចែករំលែកចាសូមអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ចាសម្រាប់បងប្អូនដែលទស្សនាតាម YouTube សូមជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗដែលខ្ញុំអាប់ដេតនៅមុនគេហើយសម្រាប់បងប្អូនដែលតាមដាននៅតាម Page ចាសូមជួយចុច Like និង Follow ចាសម្រាប់ថ្ងៃនេះមានតែប៉ុណ្ណឹងចាសូមអរគុណសូមជម្រាបលា